ជាមួយភក្តីភាពកុំអនុញ្ញាតឲ្យនរណាម្នាក់មកធ្វើបាបនិងជិះជាន់យើងតាមអំពើចិត្តរបស់គេឲ្យសោះមិនថាអ្នកនោះជាអ្នកណាក៏ដោយកុំបណ្ដោយឲ្យអាកប្បកិរិយារំលោភបំពានកុហកបោកប្រាស់របស់គេបំពានយើងម្ដងហើយម្ដងទៀតឲ្យសោះមនុស្សខ្លះគួរតែទទួលបានមេរៀនមួយដែលបង្រៀនឲ្យគេអាចផ្លាស់ប្ដូរពីរបៀបដែលគេបានគិតនិងទង្វើដែលគេបានប្រព្រឹត្តមិនល្អកន្លងមកវាមិនសំខាន់ថាយើងបានស្គាល់គេយូរឬខ្លីប៉ុណ្ណានោះទេប៉ុន្តែបើពេលនេះយើងបានរកឃើញថាគេបានឃ្លាតឆ្ងាយពីភាពស្មោះត្រង់និងមិនឈរនៅលើភាពត្រឹមត្រូវហើយកុំបន្តឲ្យគេនៅតែកុហកយើងបានទៀតដកចេញចរិតដែលគេព្យាយាមលាក់បាំងនោះចេញឲ្យអស់មកហើយបង្ហាញឲ្យពិភពលោកនេះបានឃើញទៅគេមានជំរើសដើម្បីកែប្រែទទួលស្គាល់ហើយជៀសវាងការធ្វើខុសបែបនេះតទៅទៀតយើងមានសិទ្ធិដើម្បីនិយាយឬចែករំលែកពីអារម្មណ៍ពិតចំពោះរឿងដែលបានកើតឡើងចំពោះយើងជាមួយនរណាម្នាក់ដែលយើងទុកចិត្តដើម្បីបន្ធូរអារម្មណ៍តានតឹងដែលមានទាំងប៉ុន្មានមិនថាមានរឿងអ្វីកើតឡើងក៏ដោយយើងត្រូវឈរនៅជាមួយភាពត្រឹមត្រូវដែលយើងបានទទួលស្គាល់នៅក្នុងជំរឿនចិត្តរបស់យើងព្រោះភាពត្រឹមត្រូវនិងសេចក្តីទៀងត្រង់ទាំងប៉ុន្មានពុំក្បត់យើងឡើយមានតែមនុស្សយើងទេដែលអាចក្បត់គ្នានៅពេលណាដែលយើងបាត់ភាពស្មោះត្រង់ព្រោះមានសេចក្តីលោភលន់ការច្រណែនឈ្នានីសជាដើមចូលយើងធ្វើរឿងត្រឹមត្រូវព្រោះយើងនឹងពុំចាំបាច់ត្រូវហត់ដែលត្រូវរត់គេចចេញពីការពិតនិងភាពត្រឹមត្រូវនៅពេលណាមួយឡើយរឿងខ្លះវាពិបាកនឹងធ្វើពិតមែនព្រោះហេតុផលត្រឹមត្រូវវាមាននៅជាមួយខួរក្បាលតែអារម្មណ៍ទន់ជ្រាយចិត្តអាណិតមេត្តាវានៅនឹងចិត្តរបស់យើងបើយើងប្រើតែអារម្មណ៍ទន់ខ្សោយរបស់យើងចិត្តអាណិតរបស់យើងសុទ្ធសាធមនុស្សខ្លះនឹងជន់យើងឲ្យរៀបដូចកន្ទេលហើយគេនឹងបន្តការមើលងាយយើងម្ដងហើយម្ដងទៀតដូច្នេះបេះដូងនិងខួរក្បាលត្រូវចេះសហការគ្នាធ្វើការងារជាមួយគ្នាហើយទទួលខុសត្រូវជាមួយគ្នាទើបជារឿងល្អដោះស្រង់ចេញពីសិភៅផ្ដើមពីក្តីសុបិនអ្នកតែងនិពន្ធសេតហដ្ឋាសូសំនៀងបងច្រៀងល្វើយល្វើយដើមថ្នោតទេរំរេបក់បោយដងហើយហៅអតីតកាថ្នោតទុំជ្រុំ